Bah, ok, so today na tong aknikខ្ញុំបាទបារាំងខ្ញុំបាទជាម្ចាស់ហាងនៃហាងបបអ៊ុតយសាលូ5/4នៅសាខាស្ទឹងមានជ័យ3បាទសម្រាប់វីដេអូនេះបាទខ្ញុំបាទធ្វើវាឡើងគឺចង់បង្ហាញអ្នកទាំងអស់គ្នាបាទតើតើជាមួយនឹងដំណើរការមួយដែលយើងត្រូវចាប់ផ្ដើមតាំងពីដើមដំបូងរហូតដល់បញ្ចប់និងទទួលបាននៅអតិថិជនច្រើនបាទដោយតែអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺគ្រួសារខ្ញុំគាត់បាទចងខោអាវហើយខ្ញុំចាប់ផ្ដើមបោកដៃហើយសារៈសំខាន់នៃវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការបោកខោអាវដោយដៃបាទអញ្ចឹងយើងបោកអាវដោយដៃយើងត្រូវការទី1គឺសាប៊ូដំសាប៊ូម្សៅហើយនឹងទឹកថ្នាំដែលសម្រាប់បាទសម្អាតនៅរាល់ស្នាមប្រឡាក់ហើយយើងត្រូវការចែកកៅអៅដូចខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងគឺកៅអៅសយើងដាក់តាមសទៅខ្មៅយើងដាក់តាមខ្មៅហើយកៅអៅពណ៌ផ្សេងទៀតគឺយើងដាក់វាដោយឡែកផ្សេងទៅបាទអញ្ចឹងអ្វីដែលពិបាកបំផុតនោះគឺការចែកកៅអៅមួយប្រភេទដែលជាប្រភេទសាច់កៅអៅដែលយើងអត់អាចដាក់ចូលទៅក្នុងម៉ាស៊ីនបានទេបាទអញ្ចឹងបានថាពិបាកទី1យើងបោកកញីកញ្ញុខ្លាំងក៏មិនបានទី2យើងដាក់ចូលទៅក្នុងម៉ាស៊ីនបោកក៏អត់បានទី3យើងពូតក៏អត់បានដែរបាទអញ្ចឹងដំណើរការហ្នឹងគឺវាពិបាកមែនតើសម្រាប់សាច់កណាត់ហ្នឹងគឺវាពិបាកមែនតើសម្រាប់យើងបោកវាពីព្រោះកាលណាយើងអត់សូវចេះមើលនៅសាច់កណាត់គឺយើងពិបាកយើងអាចថាតែយើងប្រហែលយើងដាក់ចូលទៅក្នុងម៉ាស៊ីនគឺអាចនឹងខូចកៅអៅរបស់ភ្ញៀវអញ្ចឹងរាល់ទំនុកចិត្តទាំងអស់សម្រាប់ភ្ញៀវបាទដែលគាត់មកបាទហាងបោកអ៊ុតនីមួយគឺវាអាស្រ័យទៅលើការធ្វើបាទដោយភាពហ្មត់ចត់របស់យើងដែរនេះតើតើជាមួយនឹងបច្ចេកទេសការសិក្សារៀនសូត្រផ្ទាល់ពីបច្ចេកទេសបោកអ៊ុតបាទហើយការប្រើប្រាស់ម៉ាស៊ីនក៏អញ្ចឹងបាទក៏យើងត្រូវការចេះបាទប្រើប្រាស់វាឲ្យបានល្អប្រសើរដែរបាទបើមិនអញ្ចឹងទេយើងអាចនឹងប្រើប្រាស់វាទៅខុសលក្ខណៈមួយចំនួនខុសនឹងមិនមែនខុសមិនទេពេលខ្លះទៅក៏អាចត្រូវបោកតិចម៉ោងយើងទៅជាបោកច្រើនម៉ោងវាខាតទឹកខាតភ្លើងបាទខាតសាប៊ូខាតទឹកក្អូបខាតគ្រប់សពបែបយ៉ាងដល់អញ្ចឹងយើងក៏ត្រូវការចេះในការប្រើប្រាស់ទៅលើម៉ាស៊ីនហ្នឹងឲ្យបានច្បាស់លាស់ដែរបាទពីព្រោះបច្ចេកទេសបាទវាមិនមែនយើងរៀនបានន័យថារៀនបោកតាមមុខទេការរៀនប្រើប្រាស់ម៉ាស៊ីនក៏ជាបច្ចេកទេសមួយសម្រាប់យើងធ្វើវាដែរពីព្រោះការប្រើប្រាស់ម៉ាស៊ីននេះនៅក្នុងវិស័យបោកអ៊ុតគឺសំខាន់បាទបើសិនជាអត់មានម៉ាស៊ីនបោកទេយើងធ្វើវាអត់ទាន់ទេបាទអញ្ចឹងដូចក្នុងចំណុចនេះមួយដែលខ្ញុំចង់បញ្ជាក់ជូនបង្ហាញជូនពុកម៉ែបងប្អូនថាសម្រាប់កៅអៅដែលខ្ញុំចែកនេះដែលថតបង្ហាញហ្នឹងណាពងកវីទឹកក្អូបហ្នឹងគឺជាប្រភេទកៅអៅមួយដែលមានសាច់កណាត់ដែលយើងអត់អាចដាក់ចូលទៅក្នុងម៉ាស៊ីនបានទេបាទហើយយើងពូតក៏អត់បានដែរអាហ្នឹងគឺយើងត្រូវបោកវាដោយដៃបាទយើងត្រូវត្រាំទឹកក្អូបបាទទឹកក្អូបផ្សេងបែបនេះហើយយើងយកសណ្ដិលវាហើយយើងចាប់ផ្ដើមហាលវាដោយប្រើប្រាស់លក្ខណៈបានន័យថាប្រើពលឺថ្ងៃមកបាទនេះបាទនេះជាប្រភេទសាច់កណាត់ដែលខ្ញុំថតបង្ហាញនេះបាទយើងពឹងទៅលើពលឺថ្ងៃសុទ្ធសាធបាទនេះគឺជាកៅអៅភ្ញៀវដែលខ្ញុំបានបោករួចរាល់បាទហើយយើងយកមកហាលវាទៅបាទសម្រាប់កៅអៅដែលចូលទៅក្នុងម៉ាស៊ីនគឺយើងប្រើរយៈពេលខ្លីវាហាមកផ្លែតគឺវាស្ងួតដែរហើយយើងអាចយកទៅអ៊ុតបាទហើយនឹងរៀបចំវាខ្ចប់ឲ្យភ្ញៀវបាន
បាទហើយយើងដើរមើលទូតពិនិត្យបន្តិចទៅបាទហ្នឹងហើយនៅពេលដែលយើងហាលវាណាជាពិសេសទៅលើប្រភេទខោអាវដែលសាច់កណាត់ក្រាស់ៗដូចជាកបយបាទអីជាដើមអញ្ចឹងយើងហាលវាកម្លាតតិចទៅដើម្បីឲ្យមានពលឺថ្ងៃគ្រប់គ្រាន់ចាំងមកលើខោកបយឬក៏អាវកបយឬក៏ប្រភេទសាច់កណាត់ដែលក្រាស់ៗហ្នឹងឯងដោយសារវាហាលប្រើប្រាស់រយៈពេលយូរបាទយូរជាងគេបាទនេះគឺជាម៉ាស៊ីនបាទនៅក្នុងការប្រើប្រាស់ម៉ាស៊ីនខ្ញុំអត់ប្រើច្រើនទេខ្ញុំប្រើតែត្រឹម6ម៉ាស៊ីនទេបាទត្រឹមតែ6ម៉ាស៊ីនទេដោយសារនិយាយចំទៅយើងអាចទិញច្រើនជាងនេះក៏បានដែរប៉ុន្តែគ្រាន់ថាការប្រើប្រាស់ប៉ុណ្ណេះគឺវាគ្រប់គ្រាន់សម្រាប់ហាងបើកអ៊ុតរបស់ខ្ញុំហើយបើសិនជាហាងបើកអ៊ុតផ្សេងទៀតគេដាច់ជាងនេះអញ្ចឹងគឺគេត្រូវការប្រើប្រាស់ម៉ាស៊ីនច្រើនជាងនេះបាទអញ្ចឹងវាអត់មានខុសអីតាក់ទងជាមួយនឹងការទិញម៉ាស៊ីនតិចឬក៏ច្រើនទេគឺតម្រូវការចាំបាច់របស់យើងបើយើងមានតម្រូវការចាំបាច់នៃការប្រើម៉ាស៊ីនច្រើនអាហ្នឹងយើងទិញច្រើនទៅហើយបើសិនយើងអត់មានតម្រូវការប្រើប្រាស់ម៉ាស៊ីនច្រើនទេអាហ្នឹងយើងមានម៉ាស៊ីនតិចតួចទៅបានហើយបាទហ្នឹងហើយតិចតួចទៅហើយយើងធ្វើម៉េចឲ្យវាមានគុណភាពណាបោកកៅអាវគឺយើងធ្វើម៉េចឲ្យមានគុណភាពទៅឲ្យភ្ញៀវគាត់មានទំនុកចិត្តបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះទេអរគុណសម្រាប់ភ្ញៀវទាំងអស់ដែលតែងតែគាំទ្រនៅហាងបោកអ៊ុតយក្សាលូ5 ត្រៀប4យើងខ្ញុំបាទអរគុណជម្រាបលា